បាទតើសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងចូលមកអនុវត្តតាក់ទងជាមួយនឹង Java Data Type របស់យើងអញ្ចឹងយើងបើក Eclipse មកខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា set up JDK ជាមួយនឹង Eclipse នេះបានសម្រាប់អញ្ចឹងណាអូខេតើអញ្ចឹងឥឡូវយើងបង្កើត project ថ្មីចូល file ចូល new យើងយកថា Java project ខ្ញុំដាក់ថា data typeអូខេអញ្ចឹងនេះ project ថ្មីខ្ញុំដែលខ្ញុំបង្កើតមិញអញ្ចឹង module info នេះគេស្អីខ្លះយើងចូលមើលតិចទៅ module type យើងលុបចោលទៅក៏បានដែរយើងប្រើ project ចាស់ក៏បានដែរយើងប្រើ project ចាស់ហើយបង្កើត package ថ្មីក៏បានតែនេះខ្ញុំបង្កើត project ថ្មីមួយទៅបង្កើត project ឲ្យបានច្រើនដងទៅដើម្បីអ្នកទាំងអស់គ្នា start អញ្ចឹងណាតោះអញ្ចឹងខ្ញុំបង្កើត package មួយដាក់ថា example នេះជាឧទាហរណ៍ទេអញ្ចឹងខ្ញុំបង្កើត class មួយខ្ញុំដាក់ថា data type demo អញ្ចឹងយោឧទាហរណ៍អញ្ចឹង style យើងសរសេរនៅដដែលនៅក្នុងហ្នឹងគឺមាន main class របស់វា public static void main យើងមាន string វាជា array ហើយ variable args តោះអញ្ចឹងឥឡូវយើងរៀបរាប់ពី data type យើងបន្តិចឥឡូវយើងនិយាយពីនេះ comment ណាអានេះតកតងមួយការ comment ខ្ញុំផ្លិចមើលខ្ញុំឆែកមើលមេរៀនទីវីដេអូមុនខ្ញុំផ្លិចប្រាប់ដែរតកតងនៅក្នុងការ comment នៅក្នុងការ comment នៅក្នុងភាសា Java បើសិនជាយើងចង់ comment តាម line ឧទាហរណ៍ណា this is my comment ចឹងចុះឧទាហរណ៍មួយ line អញ្ចឹងយើងអាច comment ប្រើ forward slash double forward slash ចេះបានតែបើយើងចង់ comment ច្រើន line យើង forward slash ឲ្យសញ្ញាផ្កាយមួយទៀតហើយ back slash មកវិញforward slash មួយទៀតអញ្ចឹងយើងអាច comment បានទៅសេអីក៏បាននៅក្នុងហ្នឹងអញ្ចឹងណាសេច្រើន line បានសេច្រើន line បានអូខេតោះអញ្ចឹងឥឡូវយើងនិយាយអំពីnumeric មិន numeric ទេ primitive ជាច្រឡំយើងនិយាយអំពី primitive data type អញ្ចឹងយើងរៀបរាប់ primitive data type មិនមានអីខ្លះទី1យើងមាន boolean ទី2យើងមានchar ទី3យើងមាន byte ទី4យើងមាន short ទី5យើងមាន int ទី6យើងមាន long អញ្ចឹងនេះខ្ញុំដាក់ចេះទៅ boolean ដល់ពេលខាងក្រោមនេះមកវាសិតតែជា number អូខេមិនដាក់ទេអ្នកទាំងអស់គ្នាអាចទៅមើលទៅ review ទៅក្រោយទៅក៏ដឹងដែរអញ្ចឹងទី7 float ទី8 double អញ្ចឹងមាន8ហ្នឹងនៅក្នុងភាសា Java ហើយ7ខាងលើនេះគឺ numeric មានន័យជាលេខខាងលើទី1នេះគឺជា boolean វា store ជាលក្ខណៈ true false មានតែ2 value នឹងតែយើងអត់ពិបាកចំណាំទេដល់ពេលលេខទី2នេះវាជាឆាបើសិនជាវា store ជាអក្សរវា store បានមួយចរិតទៅតែបើ store ជាលេខវា store ជាលក្ខណៈ ASCII អញ្ចឹងបើចង់លម្អិតបញ្ហាទៀតតើ basic មែនតើ basic computer មែនតើណាតោះឥឡូវយើងធ្វើឧទាហរណ៍មួយអញ្ចឹងមិនយើងនិយាយថាឥឡូវយើងប្រកាស variable មួយអញ្ចឹងក្នុង variable ដាច់ខាតត្រូវតែមាន data type អញ្ចឹងនៅក្នុងភាសា Java បើយើងចង់ប្រកាស variable ដាច់ខាតត្រូវតែមាន data type អញ្ចឹងគឺគេទៅសេ data type មុនខ្ញុំឧទាហរណ៍ថា boolean a ចាអញ្ចឹងនៅក្នុងពេលដែលយើង default របស់វាខ្ញុំ print វាមួយ
system.out.print ចឹងបើកាលណាយើង print ទៅទេបើអ្នកទាំងអស់គ្នា print ទៅទេចឹងគឺវាអត់ចុះបន្តទេអ្នកទាំងអស់គ្នាបើសិនជាចង់ print ចុះបន្តគឺយើងប្រើ ln new line អូខេឥឡូវខ្ញុំa ស្មើចាខ្ញុំឧទាហរណ៍តោះមួយ a មកតោះ boolean វា display ចាត់បានឡើយខ្ញុំ print ថា a ទៅទេអូដោយសារតែវាអត់មាន default value អូដោយសារតែយើងប្រកាសនៅក្នុងនេះខ្ញុំកាត់វាទៅក្រៅក្នុង function main យើងកាត់វានៅខាងក្រៅនេះអូខេអូដោយសារតែវាជា static អូខេអញ្ចឹងដោយសារតែ function main យើងនេះវាជា static ចឹងអ្នកនរគ្នាត្រូវប្រើ keyword static ដែរឲ្យដូចគ្នាបានយើងអាច call នៅក្នុងនឹងបានអញ្ចឹងណាអូខេតោះឥឡូវខ្ញុំសាក run mouse ស្ដាំបើតើយើង save ចប់ហើយយើងដូចជារៀងធំពេក mouse ស្ដាំយកពាក្យថា run java application អញ្ចឹងdefault value របស់វាគឺ false តែយើងអាច assign តម្លៃវាបានដែរស្មើ true យើង save មកយើង run ម្ដងទៀត Java application true អូខេអញ្ចឹងតើតើមួយ boolean គឺមានតែពីរ value នឹងទេបើមិន true false បើពិតយើងឲ្យធ្វើអីទៅបើមិនពិតយើងឲ្យធ្វើអីទៅអញ្ចឹងគេលក្ខខណ្ឌក្នុងលក្ខខណ្ឌ boolean ហ្នឹងហើយតើឥឡូវយើងទៅមួយចំណុចទៀតតើតើយើងទៅ data type មួយទៀតstatic ឆាអញ្ចឹងឆាវាបើសិនជាវា store អក្សរគឺវា store បានតែមួយអក្សរទេគឺ store បានមួយ character បែបនេះឆា C ចុះខ្ញុំឧទាហរណ៍អញ្ចឹងខ្ញុំ print ដូចគ្នា system.out.print ln C អញ្ចឹងឧទាហរណ៍ថាអក្សរ A ទូចចុះខ្ញុំឧទាហរណ៍អញ្ចឹង save មកអ្នកនរ run as Java application អញ្ចឹងខាងលើនេះជា boolean ខ្ញុំបិទ boolean សិនអញ្ចឹងអ្នកទាំងអស់គ្នាសរសេរអីចេញនឹងនៅក្នុងឆាណាអញ្ចឹងឆាវា store ជាលក្ខណៈ ASCII store បែបម៉េចតើឥឡូវយើងទៅ search មើលទាក់ទងជាមួយនឹង ASCII បន្តិចអញ្ចឹងខ្ញុំឧទាហរណ៍ថា ASCII code ជា ASCII code table ជា image មកស្រួលមើលអញ្ចឹង ASCII វា store ខ្ញុំរយនេះបងប្អូនមើលនេះ ASCII វា store បែបនេះមានន័យថាបើសិនជាវាលេខ65វានឹងចេញអក្សរ A ធំបើវា66នឹងចេញអក្សរ B ធំអញ្ចឹងណាបើលេខ97វាចេញអក្សរ A តូចអញ្ចឹងខ្ញុំឧទាហរណ៍ថាឆាដដែលតែ B ម្ដងចុះខ្ញុំឧទាហរណ៍មិញយើងនិយាយថាបើសិនជាវា store លេខ67អញ្ចេះB ខ្ញុំឧទាហរណ៍ថាចេះវិញ from variable B ឧទាហរណ៍អញ្ចឹងអ្នកទាំងអស់គ្នា run Java application មកអញ្ចឹងនេះលេខ67អក្សរ C ធំអ្នកទាំងអស់គ្នាឃើញលេខ67អក្សរ C ធំអញ្ចឹងយើងទៅមើល ASCII មិញវិញលេខ67នេះលេខ67នេះអក្សរ C ធំនេះប្រហែលជាអ្នកទាំងអស់គ្នាមើលមិនសូវច្បាស់មើលនេះមើលនេះលេខ67នេះអក្សរ C ធំនេះបើវា store ជា hexa ប្រព័ន្ធគោល16វាទៅជាលេខ43អញ្ចឹងអក្សរ C ធំអញ្ចឹងនៅក្នុង Java គឺវាបែងចែកច្បាស់លាស់អញ្ចឹង
ok តើឥឡូវយើងទៅឧទាហរណ៍មួយចំណុចទៀតតាក់ទងជាមួយបាយឧទាហរណ៍ថាបាយ A B C D ឧទាហរណ៍តើអញ្ចឹងបាយនៅក្នុងភាសា Java យើងអាចចេះក៏បានដែរJava data type អ្នកនរគ្នាអាច search ចឹងបន្ថែមទៅណាអញ្ចឹងនេះអូមានច្រើនអញ្ចឹងខ្ញុំអាច search បន្ថែមទៀតខ្ញុំគ្រាន់តែឲ្យជា concept បាយនេះវា C ប្រមាណ bit ប្រមាណបាយអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតាមនឹងទៅអាច research បន្ថែមទៅអញ្ចឹងតើតើជាមួយបាយវាមិនមែន store ចំនួនគត់ប៉ុន្តែមិនមែន store បានពីលេខ1ដល់ពីលេខ0ដល់នេះអញ្ចឹងឆាវាទំហំវា16 bit ហ្នឹងហើយ16 bit ហើយបើសិនជាបាយវិញវា8 bit ទេមានន័យថាបើសិនជា C space បើសិនជាពេល application នឹងកើតមកបើសិនជា variable នឹងជាឆាវា C space ធំជាងបាយអញ្ចឹងណាអញ្ចឹងបាយឃើញវា store ជាលក្ខណៈលេខលេខដែលតូចបំផុតគឺវា store បានដក128ធំបំផុត127បូក127អញ្ចឹងណាអញ្ចឹងខ្ញុំឧទាហរណ៍ថាបាយចុះ variable d នេះ data type ជាបាយអញ្ចឹងខ្ញុំឧទាហរណ៍ថាមិញវា store បានដក128បើអ្នកទាំងអស់គ្នាថាដក129វាអត់បានទេដោយសារតែ minimum របស់វាកម្រិតដែលតូចបំផុតអញ្ចឹងគឺវាបានត្រឹមតែដក128ហើយធំបំផុតវាបាន127បើអ្នកទាំងអស់គ្នា128អត់បានទេអញ្ចឹងមានន័យថាវាដូចជូដេកមួយអញ្ចឹងណាអញ្ចឹងមានន័យថាបើសិនជាវា0វានៅចំណុចកណ្ដាលបើសិនជាវា0វានៅកណ្ដាលអញ្ចឹងបន្ទាប់ពី0មកបើសិនជាវាតូចជាង0វាមានដក1ដក2ដក3រហូតដល់ត្រឹមតែដក128ទេអញ្ចឹងដក129ដកអីគឺវាចាប់ផ្ដើម error ហើយអញ្ចឹងបើសិនជាវានៅខាងស្ដាំវាកើន1 2 3រហូតដល់127បើឡើងដល់128ក៏វា error ដែរហ្នឹងតើតើមួយបាយអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីអ្វីដែលខ្ញុំចង់និយាយចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើល cheat sheet នេះបានតកតងជាមួយនឹង short វា16 bit វាស្មើដក2ស្វ័យគុណ15រហូតដល់2ស្វ័យគុណ15ដក1ដូចគ្នាអញ្ចឹងណាដូចបាយមកអញ្ចឹងបាយកម្រិតដែលវាតូចជាង0គឺវាបានត្រឹមតែដក128ទេដល់ពេលវាធំជាង0វាស្មើនឹង128ដក1ចឹងអញ្ចឹងឃើញវាដក1រហូតដែរអញ្ចឹងនេះក៏អ្នកទាំងអស់គ្នាពិបាកនឹងមើលដែរនេះមួយនេះចុះអញ្ចឹង short វា store បានវា16 byte 16 bit វាស្មើនឹង2 byte ព្រោះ8 byte 8 bit វាស្មើនឹង1 byte អញ្ចឹង16 bit វាស្មើ2 byte អញ្ចឹងនេះ short វា store បាននេះពីលេខនេះដក32,700រហូតដល់32,767ដក1ចឹងទៅអញ្ចឹងដូចគ្នាអញ្ចឹង long ក៏វាមានដែនកំណត់របស់វាដែរតែនៅក្នុងនេះគេអត់ទៅសេជាមួយខ្ញុំរកកន្លែងណាដែលគេទៅសេ Java data type អ្នកទាំងអស់គ្នាអាច search ខ្លួនឯងបន្ថែមហើយមើលវាទៅបើករណីអត់យល់កន្លែងណាអីនេះអាច comment នៅខាងក្រោមវីដេអូទៅចាំខ្ញុំបញ្យល់បន្ថែមវាមាន limitation របស់វាដូចគ្នានេះមិនថា store anon ណាចង់និយាយចឹងមួយមិញស្រួលមួយជាងអត់ទេនេះមួយនេះចុះអញ្ចឹងនេះលេខវា integer វា integer ពីដកប្រមាណនេះ21 47ប្រមាណអញ្ចឹងណា long ក៏វាបានតែប៉ុណ្្នឹងដែរចឹងអញ្ចឹង
ចឹងលក្ខណៈពិសេសរបស់ឆានេះវាអាច store ចេះបានទៀតនេះវាអាច store អានេះគេហៅថា Unicode store បែបនេះចឹងណាអូខេតោះចឹងកុំឲ្យខាតពេលយើងទៅមើលឧទាហរណ៍យើងបន្តទៀតអញ្ចឹងបាយមិញយើង store បានធំផុតគឺត្រឹមតែ127ទេយើងហៅធំផុតហ្នឹងណា maximum អូខេអញ្ចឹងយើងអានេះបាយសេចចេះទៅស្រួលមើលជាងអូខេបាយអញ្ចឹង variable វាឈ្មោះ d អញ្ចឹងនៅក្នុង Excel មក mouse ស្ដាំ run as Java application អញ្ចឹងផ្សេងទៀតអ្នកទាំងអស់គ្នាអាចនេះបានអាចធ្វើតេស្តខ្លួនឯងបានអញ្ចឹងខ្ញុំសុំទៅ float វា store លេខទស្សភាគនេះវាមានឡងវាអត់មាន float នេះ float វា store ជាចំនួនទស្សភាគនេះតែវាអត់មានទៅសេថាបានប្រមាណអញ្ចឹងណាអូខេតោះយើងកុំឲ្យខាតពេលអញ្ចឹង float វាតូចជាង double ត្រឹមនេះទៅវាជាចំនួនគត់នេះត្រឹមនេះទៅណា2 3 4 5 6នេះជាចំនួនគត់ហើយ float ជាមួយ double វាជាចំនួនទស្សភាគអញ្ចឹងដើម្បីបញ្ជាក់វាបានច្បាស់គឺគេទៅសេបែបនេះឧទាហរណ៍ថា 10.2 អញ្ចឹង float គេបញ្ជាក់វាដោយអក្សរ f ចេះអញ្ចឹងបញ្ជាក់ថាវាជា float អញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំsystem.out.print ln float អ្នកទាំងអស់គ្នាអនុវត្តតិចយល់ពីវាស្វែងយល់ពីវាតិចណាតើតើមួយ data type សំខាន់អ្នកទាំងអស់គ្នាពេលដែលបង្កើត application data type គឺសំខាន់បើយើងចេះតែបង្កើត data type នេះវា space memory ខាត memory ធ្វើឲ្យ application យើងយឺតអញ្ចឹងណាអញ្ចឹងនេះ float 10.2 អញ្ចឹងទៅអញ្ចឹង double ក៏ដូចគ្នា static double do អញ្ចឹងចុះ dou ខ្ញុំឧទាហរណ៍ថាអញ្ចឹង double ដូចគ្នាខ្ញុំឧទាហរណ៍ថា 20.60 អញ្ចឹងទៅយើងដាក់អក្សរ d ចេះទៅបញ្ជាក់ថាវាជា double អញ្ចឹងយើងអត់ដាក់ក៏វាអត់អីដែរតែបើសិនជាយើងដាក់គេដឹងថាយើងយើងច្បាស់លាស់អញ្ចឹងណាយើងចង់ប្រកាសជា double ជា long ជា float អីចឹងទៅតែយើងដាក់ហ្នឹងគឺយើងដាក់តែសម្រាប់តែលេខទស្សភាគដែរទេបើលេខ integer យើងមិនបាច់ដាក់ទេអូខេអញ្ចឹងយើង save វាមកយើង run Java application អញ្ចឹងនេះ double 20.6 អញ្ចឹងទៅអញ្ចឹងតាក់ទងជាមួយនឹងdata type ជាមួយនឹង variable អ្នកទាំងអស់គ្នាមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូបានហើយតាក់ទងជាមួយនឹងនេះ primitive data type ណាឥឡូវខ្ញុំឧទាហរណ៍មួយទៀត non primitive data type static ដដែលព្រោះដោយសារយើងប្រើនៅក្នុង function static នេះអញ្ចឹងខ្ញុំឧទាហរណ៍ថា string អញ្ចឹងអ្នកទាំងអស់គ្នាឃើញពេលគេប្រកាស variable មក float ក៏ដោយ double ក៏ដោយឲ្យតែសរសេរចេញជាអក្សរធំចេះគេហៅថា non primitive data type អញ្ចឹង string នេះខ្ញុំឧទាហរណ៍ថាខ្ញុំប្រកាស variable មួយ string ជា hello ហើយខ្ញុំ assign តម្លៃវាដាក់ថា hello world អញ្ចឹងវាដូចគេដូចឯណាពេល display system.out.print ln អានេះខ្ញុំឧទាហរណ៍ថាខ្ញុំបិទចោលសិនកុំឲ្យវា display ច្រើនពេកអានេះគេហៅ non primitive data type អញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំ display យកតែម្ដង display hello variable hello នឹងតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញពាក្យថា hello world អញ្ចឹងនៅក្នុងនោះទៅសេអីគឺចេញនឹងអញ្ចឹងណាអញ្ចឹង non primitive data type ក៏មានច្រើនដែរអញ្ចឹងអ្នកទាំងអស់គ្នាអាច research បន្ថែមខ្ញុំឲ្យ concept ប៉ុណ្ណឹងអូ
ok chẳng video nắng dương miền tập bản năng thế dương chụp này là video và tọa tiết hai person gì này ở này bình chấtในการเรียนบ่nhóm ai chọn like ให้នឹងជួយ subscribe channel អ្នកមួយផងអូខេអរគុណច្រើន